គ្រាន់តែឃើញមុខសុកជាក៏ដឹងថាគាត់សែតដែរដែលគាត់មិនចង់ត្រឡប់មកប្រទេសឥណ្ឌាវិញទេសួស្ដីជំរាបសួរបងប្អូនអរគ្នាពេលវេលាពិតជាលឿនមែនខ្ញុំទៅស្រុកខ្មែរនឹងតែមួយផ្លែតទេដល់ថ្ងៃមកវិញបាត់និយាយទៅនៅពេលដែលខ្ញុំបានទៅស្រុកខ្មែរមិនថាខ្ញុំមិនថាសុកជាពិសេសសុកជានឹងកម្លាំងខ្លាំងដូចខ្លាអញ្ចឹងតែនៅពេលដែលដល់ថ្ងៃត្រឡប់មកស្រុកឥណ្ឌាវិញដូចទុនសាយធ្លាក់ទឹកចឹងអញ្ចឹងមុននៅខ្ញុំធ្វើដំណើរមកភ្នំពេញហ្នឹងក៏ខ្ញុំរូតរះទៅផ្សារតាំងព្រឹកព្រលឹមតែម្ដងដោយមុខហូបថ្ងៃហ្នឹងខ្ញុំធ្វើមានស្ងោរផ្សិតហើយនឹងចៀនត្រីបងប្អូនអញ្ចឹងក៏ខ្ញុំហ្នឹងនឹកឃើញថាធ្វើម្នាក់ឯងខ្លះអត់តាន់ទេក៏ហៅឲ្យម្ដីមីងជួយធ្វើដល់ពេលខ្ញុំពងធ្វើហូបសុកក៏ខ្ញុំភ្លេចទិញអាស្លឹកក្រូចដល់ពេលចឹងទៅខ្ញុំនឹកឃើញថាបើយើងត្រឡប់ទៅផ្សារវិញវាយូរអញ្ចឹងហើយក៏នឹកឃើញថាទៅសុំផ្ទះអ៊ំហ្មងទៅគាត់មានដើមក្រូចម្ដើមប៉ុន្តែទៅដល់ម៉ែអើយស្លឹកក្រូចខ្ញុំមិនដឹងសัตว์ស្អីស៊ីលឹងរេះសัตว์កាទៀឬក៏សัตว์ស្អីដែរស៊ីស្លឹកក្រូចខ្ញុំក៏នឹកឃើញថាអាណិតមិនហ៊ានបេះច្រើនក៏ខ្ញុំបេះតែ2 3ស្លឹកទេបន្ទាប់ពីបានស្លឹកក្រូចហើយមិនហ៊ាននៅបង្អង់យូរទេព្រោះខ្ញុំចាំបាច់ត្រូវ slow ឲ្យហើយចឹងទៅមួយទៀតខ្ញុំមានថាឲ្យវាយអាវ៉ាន់វិចខ្ចប់ជាច្រើនដោយសារតែថ្ងៃដែលខ្ញុំមកហ្នឹងខ្ញុំចេញពីសៀមរាបឡើងម៉ោង3ចុង4ហើយដល់ពេលចឹងទៅម្ដងផ្ទះហ្នឹងម៉ោងចង់10យប់អញ្ចឹងហើយស្អីទេបងប្អូនឲ្យវាយអាវ៉ាន់ច្រើនណានៅពេលដែលខ្ញុំស្ងោរផ្សិតហ្នឹងនិយាយទៅអូយឃើញឆ្នាំងហ្នឹងបងប្អូនកុំប្រកែប្រកាន់ថាអីថាវ៉ាន់ណាដោយសារតែពុកខ្ញុំគាត់នៅផ្ទះម្នាក់ឯងមួយវិញទៀតហ្នឹងពុកខ្ញុំគាត់កម្រនឹងធ្វើម្ហូបពិសាណាភាគច្រើនគាត់ទិញមកពីក្រៅដោយសារតែនៅម្នាក់ឯងទេហើយមួយវិញទៀតហ្នឹងគ្រួសារខ្ញុំ3 4ផ្ទះជាប់គ្នាអញ្ចឹងអាចារ្យឆ្នាំងច្រឡំទៅច្រឡំមកនឹងឯងតែបើសិនបងប្អូនណាមានគ្រួសារដែលខ្ញុំជួយប្រែនឹងផងអារឿងបាត់ចានឆ្នាំងជួនកាលទិញឆ្នាំងមកទិញសាបៀមកងាកបាត់អញ្ចឹងណាហើយខ្ញុំកំពុងតែរៀបរាប់បែកអូស្ទឹងរឿងបាត់ចានបាត់ឆ្នាំងឥឡូវនេះងាកមកមើលក្នុងវីដេអូខ្ញុំវិញម្ដងបងប្អូនហើយគឺមុខម្ហូបខ្ញុំឆ្អិនហើយជាស្រេចស្ងោរប្រហិតហើយត្រីចៀនជាពិសេសសក់ជ្រក់នឹងឯងតែឃើញក៏ស្រក់ទឹកមាត់ដែរហើយខ្ញុំនៅវិញបងប្អូនដាក់មួយម៉ាត់ទៅមួយម៉ាត់ឆ្ងាញ់ខ្លាំងណាស់ម្ហូបសាមញ្ញងាយអញ្ចឹងណាសូមនិយាយថាចេះសាច់គោសាច់ជ្រូកសាច់មាន់សាច់ទាសូមអែបគៀនហើយមានបងប្អូនណាខ្លះដូចខ្ញុំមកនៅពេលដែលខ្ញុំទៅញ៉ាំការគេមកតែបានដល់ផ្ទះដឹងតែញ៉ាំបាយផ្ទះថែមបងប្អូនមិនដឹងល្មិចទេហើយសុខជាថ្ងៃហ្នឹងក៏គាត់ញ៉ាំបាយច្រើនដែរម្ហូបតាមបែបសុខស្រួលងាយអញ្ចឹងតែម្ហូបបែបហ្នឹងវាជះក្លិនតិចហើយអញ្ចឹងចាំបាច់នៅពេលយើងញ៉ាំហើយទៅដុសធ្មេញហើយសម្រាប់គ្រួសារខ្ញុំជារៀងរាល់ថ្ងៃជួយប្រើថ្នាំដុសធ្មេញម៉ាក TDK ជាប្រភេទថ្នាំដុសធ្មេញកម្ចាត់ក្លិនមាត់បានល្អមួយវិញទៀតនៅពេលយើងប្រើជាប្រចាំហើយអញ្ចឹងទៅធ្វើឲ្យធ្មេញបងប្អូនសស្អាតរឹងមាំថែមទៀតហើយអ្វីដែលសំខាន់នឹងក្រុមហ៊ុនគេផលិតមកលក់តម្លៃសមរម្យហើយមានចំណុះច្រើនអញ្ចឹងហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍គេមានលក់គ្រប់ទីផ្សារនានាទូទាំងប្រទេសកម្ពុជាយើងនឹងឯងអញ្ចឹងហើយបើសិនជាបងប្អូនចង់បានថ្នាំធ្មេញមានគុណភាពល្អធ្វើឲ្យពេញបងប្អូនសស្អាតហើយបំបត្តិក្លិន TDK អាចជួយបងប្អូនបានបន្ទាប់ពីរៀបចំខ្លួនហើយអញ្ចឹងទៅខ្ញុំធ្វើដំណើរទៅភ្នំពេញទៅជីផាសស្អាប់នឹងឯងតែបងប្អូននៅសំណាងមហាសំណាងរឿងនៅវាអញ្ចេះទេខ្ញុំមើលសម្បត្តិជនហោះខុសដោយសារតែខ្ញុំធ្លាប់ជិះឃើញចេញពីម៉ោង 10:35 ដល់ពេលខ្ញុំមើលលើហ្នឹងថាម៉ោងដូចគ្នាខ្ញុំដឹងមិនមើលច្រឡំអញ្ចឹងតែចៃដននេះមីងខ្ញុំគាត់ថាចេះទៅពេលព្រឹកតិចទៅដោយសារគាត់ចង់ទៅវត្តនៅគោលតឹងធ្វើម្ហូបប្រគេនលោកអញ្ចឹងទៅខ្ញុំថាទៅក៏ទៅខ្ញុំទៅ early ក៏បានតែដើរលេងទៅអីអញ្ចឹងណាតែចៃដននេះបងប្អូនហើយនៅពេលដល់ពលាជនហោះក៏ជួបភ្ញៀវជនជាតិឥណ្ឌាដែលគាត់ធ្វើការនៅស្ថានទូតកាលនោះខ្ញុំយកម្ដាយខ្ញុំទៅធ្វើវីសាអញ្ចឹងទៅគាត់ស្គាល់ហើយពេលជនជាតិឥណ្ឌាម្នាក់ទៅដល់ប្រធានទូតក៏មានខ្មែរ2នាក់និយាយលេងមួយខ្ញុំថាស្គាល់ខ្ញុំតែម៉ាក់សុកជាអីអញ្ចឹងណាដល់ពេលចឹងទៅក៏ខ្ញុំឃើញគាត់មកថាអ្នកឯងមក early ទៅអីបើថាខ្ញុំមក early ដោយសារតែខ្ញុំត្រូវមកពេញជូនម្ដាយខ្ញុំមកអញ្ចឹងគាត់ថាអត់ទេគាត់មកនឹងដោយសារ flight គាត់ម៉ោង 7ហើយខ្ញុំសួរថាអ្នកឯង flight ម៉ោង 7អ្នកឯងជិះ air គេក៏គាត់ថាគាត់ជិះ air ខ្មែរយើងឯងខ្ញុំភ្ញាក់ខ្លួនព្រើខ្ញុំថា air ខ្មែរយើងចេញម៉ោង 10 កន្លះទេមិនក៏អ្នកឯងមកលឿនអញ្ចឹងគាត់ថាអ្នកឯងខុសហើយគឺម៉ោង 7 កន្លះដល់ពេលអញ្ចឹងទៅគាត់ថាគាត់ឆែកសបុតចង់ហោះចឡើងអញ្ចឹងទៅគាត់ថាខ្ញុំអ្នកឯងឃើញអត់ខ្ញុំមិនបរិយាខ្ញុំល្អជាងអ្នកឯងខ្ញុំចាំច្បាស់នេះសំណាងឲ្យបងប្អូនដែលមីងខ្ញុំគាត់រៀបថាគាត់មានកិច្ចការមកពេញបើសិនជាខ្ញុំអត់បានមីងខ្ញុំមកជាមួយទេប្រកាសជាខ្ញុំមកម៉ោង 2 ដោយវគ្គមុនហ្នឹងបើសិនខ្ញុំមកម៉ោង 2 វគ្គមុនប្រកាសជាយឺតជាងហោះហើយសុខជាបងប្អូននៅពេលដល់ព្រៀនហោះហើយអត់ចង់ចូលក្នុងចង់នៅតែខាងក្រៅចង់គេចទៅវិញជាមួយម្ដាយពីខ្ញុំនឹងឯងដោយសារគាត់អត់ចង់មកឥណ្ឌាទេខ្ញុំឃើញទិដ្ឋភាពបែបហ្នឹងបងប្អូននិយាយទៅស្រក់ទឹកភ្នែកដល់ពេលខ្ញុំនៅព្រៀនហោះខ្មែរយើងហ្នឹងភាសាឃើញកូនអត់ចង់មកស្រុកឥណ្ឌាបងប្អូនដឹងហើយថាគាត់នៅស្រុកឥណ្ឌាម្នាក់ឯងគាត់ទៅរៀនម្នាក់ឯងនៅសាលាគ្មានណាចង់និយាយស្ដីគាត់ទេដោយសារគាត់អត់ចេះនិយាយភាសាក្នុងស្រុកចឹងហើយពេលខ្លះក៏ខ្ញុំនេះធ្វើឈួតធ្វើជាលេងជាមួយគាត់ផងដូចជាក្មេងលេង3លឹក3ឡចឹងណាបងប្អូនប៉ុន្តែមិនដឹងធ្វើមកជីវិតថាយើងការជាមួយប្តីជនជាតិបរទេសមានតែប៉ុណ្ណឹងគាត់ថាបងប្អូនមួយចំនួនផ្សេងទៀតដែលបានការទៅស្រុកក្រៅខ្ញុំគាត់ថាអារម្មណ៍មួយហ្នឹងវាមិនសូវខុសប្រហែលទេហើយខ្ញុំនៅពេលដែលខ្ញុំទៅដល់ពលានខ្ញុំត្រូវរៀបចំអាវ៉ាន់ម្ដងទៀត
ដោយសារតែខ្ញុំមានបងប្អូនចិត្តល្អគាត់ឲ្យការងារធ្វើថែមអញ្ចឹងឯបានតែគាត់ផ្ញើជាមួយខ្ញុំសិតតែបានធ្ងន់ធ្ងរអញ្ចឹងហើយក៏ខ្ញុំចាំបាច់រើម្ដងទៀតនៅកន្លែងពលានថ្ងៃហើយបងប្អូនមើលអាវ៉ាន់ខ្ញុំទៅដាក់តាំងពីផ្ទះតាំងពីចានពីឆ្នាំងអាចស្អីក៏ខ្ញុំដាក់ទៅដែរនៅឃើញថាចង់គ្រប់គ្រងផលិតផលខ្មែរហើយនិយាយពីបុគ្គលិកមិនបុគ្គលិកទេបុគ្គលិកខ្មែរយើងនៅពលានបងប្អូនខ្ញុំឃើញថាពួកគាត់ចិត្តល្អសេវាកម្មល្អខ្លាំងមែនតើខ្ញុំឃើញចឹងហើយក៏សប្បាយចិត្តដែរនៅពេលយើងធ្វើសេវាកម្មល្អចឹងទៅក៏ភ្ញៀវទេសចរមកលេងស្រុកយើងច្រើនបន្ទាប់ពីស្លាញ់ជីងហើយចឹងទៅស្លាញ់ជីងស្លាញ់អីវ៉ាន់ហើយចឹងទៅក៏ចេញមកដល់ក្រៅបងប្អូនហើយនេះសិតជា fan ស្រុកជាមានតូចមានធំមានកូនងាសិតតែ fan ស្រុកជាប៉ុន្តែ idol វិញសេតខ្លាំងតែមកមុខអត់រីកទេដោយសារតែគាត់អត់ចង់មកស្រុកឥណ្ឌាអញ្ចឹងហើយខ្ញុំសូមអខន្តីអភ័យទោសជាមួយបងប្អូនមួយចំនួនដែលបានជួបសុកជានៅពលានហោះសូមថតរូបនិយាយលេងមួយសុកជាប៉ុន្តែសុកជាមុខអត់រីកឬក៏សុកជាឥណ្ឌាជាមួយអញ្ចឹងសូមអធិស្ឋានម្ដងទៀតហើយវីដេអូខ្ញុំថ្ងៃហ្នឹងក៏មានប៉ុណ្ណឹងដែរអរគុណច្រើនបងប្អូនដែលតែងស្រឡាញ់ចិត្តមើលវីដេអូមកសុកជាជូនពរបងប្អូនដែលរកស៊ីមានបានហេងទាំងអស់គ្នាចាំជួបគ្នាក្នុងវីដេអូវគ្គក្រោយអរគុណ